ឥឡូវយើងបាទឥឡូវបងប្អូនបងពុកម៉ែបងប្អូនឥឡូវយើងឃើញថាគូដែលធ្វើការអុំប៉ុណ្ណឹងសម្រាប់ក្នុងទុកវែងរបស់យើងបាទឆ្លងផុត6គូហើយបាទសម្រាប់ទុកវែង6គូតែឥឡូវយើងសម្រាប់នៅក្នុងតារាងវាគូទី21ឥឡូវយើងបន្តទៅគូទី22បាទរតនៈសម័យពីរដងអូឃើញហើយបាទកលេសទៅឯនាយខាងស្ដាំដៃបាទខាងស្ដាំដៃវេទិកានោះគឺខាងលើទឹកនោះឃើញថាគូទី22មកហើយខ្សែទឹកខាងក្នុងសវណ្ណបេកាសោមាវតីអង្គមមកជុលពេជ្រមកជុលពេជ្រហ្នឹងលើកមុនខ្ញុំថាមកជុលពេជ្រហ្នឹងគឺពេជ្រលឿនបាទអំពើពេជ្រអំពើពេជ្រជាមួយនឹងរតនសម័យបាទជើងទី1នេះគឺសវណ្ណបេកាបាទឈ្មោះកាត់បាទគឺឈ្នះឥឡូវចាំមើលជើងទី2បដូរខ្សែទឹកយ៉ាងម៉េចដែរក៏បដូរខ្សែទឹកបាទលទ្ធផលដូចជាមិនទាន់ដឹងថាយ៉ាងម៉េចទេចាំមើលការគាត់ចំណាំបាទចាំមើលគាត់នៅតែគៀកហើយណាគូទី22គូទី22បាទចាំចាប់គូទី22បាទចាំថ្លែងនៅគុណប្រគុណម្ចាស់បាទគុណម្ចាស់ដែលជាម្ចាស់ទូកបាទឥន្ទ្រីអាតឡង់តិចបាទតែមកពីរាជធានីភ្នំពេញខណ្ឌដង្កោហ្នឹងបានឧបត្ថម្ភលោកគ្រូខ្ញុំហ្នឹងម្នាក់ 100000 រៀលស្មើនឹង200,000 រៀលបាទសូមថ្លែងអំណរគុណឥឡូវយើងបន្តគូយើងជាបន្តនេះបាទគូទី22ចាំមើលរតនសម័យឥឡូវលេងគ្រាល្អលោកគ្រូប្រហាក់ប្រហែលគ្នាប្រហែលគ្នាតែជើងទី1រតនសម័យបងចាញ់បាទសវណ្ណបេកាឈ្នះឥឡូវសវណ្ណបេកាទៅក្នុងនៅក្នុងអាយ៉ាទំនាល្អណាស់សូមជួយតាមដានទាំងអស់គ្នាសម្លេងខ្លាំងៗទាំងអស់គ្នាមើលសវណ្ណបេកានឹងរតនសម័យណាបាទសវណ្ណបេកាសោមាទេវីអាយ៉ាដកនេះមកដកមែនទៅបានជ័យជំនះទឹកក្នុងដដែលជាដដែលសវណ្ណ